ក្នុងពេលប្រជុំម៉ោង2យប់ហ្នឹងគឺរឿងទឹកដីប្រប៉ុណ្ណាណីទៅស្ដាប់សាររបស់លោកខៀវកញ្ញរិទ្ធហើយលោកហ៊ុនសែនសាសងគ្នាទៅបានដឹងបាទយប់ឡើងហ្នឹងគាត់និយាយពីរឿងស្អីណារឿងទៅដោះគោយដោះអីណាដែលគិតថាមិននឹកស្មានចង់និយាយថាយើងរឿងមួយដែលយើងកំពុងតែធ្វើដូចថាឡើងដល់ព្រះនិព្វានបរិនិព្វានហ្នឹងស្ទើរតែមកធ្លាក់នរកវិញមួយផ្លែតហ្នឹងខ្ញុំអត់យល់ពួកគាត់ដែរប៉ុន្តែយ៉ាងណាទៅចាស់ឲ្យគាត់គំនិតខូចដូចគ្នាជាប្រុសអញ្ចឹងទៅចេះ lab ខាយលេងសម្ដីអីអញ្ចឹងដែរប៉ុន្តែវាមិនមែនជាការ chat នៅក្នុង group private របស់គាត់ថាលោកហ៊ុនសែនហ្នឹងទៅឆ្លើយសារសងជាមួយលោកខៀវកញ្ញរិទ្ធហ្នឹងនៅកន្លែងសម្ងាត់នៅក្នុងបន្ទប់ទឹកអីណាវាអត់ទេលោកខៀវកញ្ញរិទ្ធនិយាយនៅលើ Facebook សាធារណៈរបស់គាត់ហើយសាររបស់លោកហ៊ុនសែនដែលឆ្លើយតបលោកខៀវកញ្ញរិទ្ធពីរឿងថាលោកខៀវកញ្ញរិទ្ធឆ្លៀតចេញពីប្រជុំប្រហែលជាទៅដោះគោយដោះអីណាហ្នឹងគឺយកមកបង្ហោះឲ្យគេឃើញទៀតលោកខៀវកញ្ញរិទ្ធប្រហែលជាលោកចង់និយាយថាលោកគឺជាមនុស្សដែលសំខាន់ណាស់ដែរនៅលើឆាកនយោបាយប្រទេសកម្ពុជាព្រោះនិយាយអីសារអីគឺច្រើនតែមានការតបពីនាយករដ្ឋមន្ត្រីខ្មែរឬក៏ប្រធានព្រឹទ្ធសភាអីអញ្ចឹងចង់និយាយថាដូចមិត្តភ័ក្តិពួកម៉ាក់អីអញ្ចឹងចង់និយាយអញ្ចឹងប៉ុន្តែនៅក្នុងន័យពិតដូចថារឿងកំពុងតែជជែកស៊ីជម្រៅពីរឿងព្រំដែនពីរឿងតាហ៊ានពលីគេមកបាញ់ដល់ត្រង់សេនេះអូយើងនាំគ្នាជជែកគ្នាពីរឿងដោះគោយពីរឿងអីអាកាលមុនហ្នឹងក៏ចឹងដែរគេពងជជែកគ្នាពីរឿងផលខៀវកញ្ញរិទ្ធហើយនឹងលោកប្រធានព្រឹទ្ធសភាយើងនិយាយពីរឿងផ្ដាច់ដោះចាស់ផ្ដាច់ដោះអីណានោះទៅវិញណាដូចថាខ្ញុំថាអស់លោកទាំងអស់គ្នាថារិះគន់នឹងចេះតែរិះគន់តែម្ដងដូចថាមិនចេះខ្វះការរិះគន់ខ្ញុំថាបើអស់លោកមិនមែនជាបុគ្គលសាធារណៈឬក៏ជាអ្នកដឹកនាំប្រទេសគឺជាបុគ្គលដែលជាគំរូអីខ្ញុំមិនទៅឈឺក្បាលទេអស់លោកធ្វើអីធ្វើទៅមនុស្សប្រុសនឹងនិយាយរឿងចំអេចំអានឹងមកយកមកអីតើប៉ុន្តែនេះគឺជាភាពជាអ្នកដឹកនាំហើយនៅក្នុងវេទិកាសាធារណៈហើយនៅក្នុង Facebook ឬក៏អីដែលជាវេទិកាសាធារណៈបែបមិនមែនផ្សព្វផ្សាយនឹងមានតែគ្រួសារអស់លោកមើលពី2នាក់ហ្នឹងឯណាខ្ញុំចង់បានឲ្យគេមើលច្រើនដែរមិនចឹងទេប៉ុន្តែដល់ពេលអញ្ចឹងសារនោះខ្ញុំចង់និយាយចឹងចិត្តត្រាស់ដឹងដល់បរិណិព្វានយើងចុះមកនរកភ្លាមណាអញ្ចឹងបាទខ្ញុំថាសាររបស់លោកហ៊ុនម៉ាណែតហ្នឹងមានរឿងអញ្ចឹងលោកទៅបន្ទោសរឿងជនជ្រុលនិយមមួយក្តាប់តូចនៅប្រទេសកម្ពុជានិងប្រទេសថៃដូចខ្ញុំនិយាយចឹងវាអត់ខុសអីទេមកក្តាប់តូចមកក្តាប់ធំឯណាប៉ុន្តែខ្ញុំជឿថាមកក្តាប់តូចរបស់លោកហ៊ុនម៉ាណែតហ្នឹងគឺនឹងអាចរង្គោះរង្គើដល់រដ្ឋបហានៅប្រទេសថៃផងនៅពេលដែលលោកប្រើពាក្យមួយក្តាប់តូចតាមពិតគឺមកកញ្ជើធំដូចគ្នានៅស្រុកខ្មែរលោកថាមួយក្តាប់តូចឲ្យតម្លៃទៅក្រុមប្រឆាំងមួយក្តាប់តូចលោកផ្អើលទាំងរដ្ឋសភាផ្អើលទាំងព្រឹទ្ធសភាផ្អើលទាំងអីសពបែបយ៉ាងប៉ុន្តែរឿងនេះហេតុអីបានជាคล้ายទៅជារឿងរបស់ក្រុមជ្រុលនិយមឯណានោះទៅវិញរឿងទឹកដីរឿងបូរណភាពរបស់យើងចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយអស់លោកស្បត់សុទ្ធតែឲ្យស្លាប់ភ្លុកឡានពោះចឹកឬក៏កលាប់ទូលធ្លាក់យន្តហោះអីណាផងនៅក្នុងពាក្យស្បត់ស្បាយសច្ចាប្រណិធាននៅក្នុងពេលដែលយើងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឬក៏សមាជិកព្រឹទ្ធសភារដ្ឋសភាអីហ្នឹងគឺយើងស្បត់ការពារអធិបតេយ្យការពារបូរណភាពដែនដីហេតុអីក៏ចាំបាច់តតែមានកំសួលរបស់ក្រមជ្រុលនិយមណាមួយក្តាប់តូចមួយក្តាប់ធំណាបានអស់លោកចាប់ផ្ដើមយករឿងហ្នឹងទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិខ្ញុំអត់យល់វាអត់ត្រូវការពាក្យអញ្ចឹងវាអត់ត្រូវការ clear ដូច្នេះចង់និយាយថា clear ដូច្នេះគឺបង្កប់នៃពឹសពលនៃអ្នកនយោបាយដែលយើងអត់មានភាពស្មោះត្រង់ទេយើងធ្វើនោះអត់មែនដើម្បីជាតិទេគឺយើងធ្វើនោះដើម្បីដកកំភ្លើងចេញពីក្រមប្រឆាំងទៀតដោយតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីដើមនិយាយពីរឿង CLV អញ្ចឹងខ្ញុំសោកស្ដាយមែនតើខ្ញុំចង់និយាយអញ្ចឹងថាតែពេលខ្ញុំសរសើរខ្ញុំពេញចិត្តនឹងសរសើរទង្វើដែលធ្វើត្រូវរឿងការពារបូរណភាពដែនដីទឹកដីប៉ុន្តែហេតុអីបានជាអស់លោកធ្វើឲ្យសាប់ម្ដាយប្រែមកចាប់រាល់តែពេលអញ្ចឹងអស់លោកប្រមាថប្រជាពលរដ្ឋខ្លួនឯងចង់និយាយអញ្ចឹងឥឡូវយើងទៅប្រមាថប្រជាពលរដ្ឋថៃណាអានឹងរឿងថៃរឿងគេដោះស្រាយទៅយើងទៅចោតក្រុមជ្រុលនិយមថៃមកក្តាប់តូចគេមកក្តាប់តូចក៏គេជាតិនិយមរបស់គេដែរគេការពារអធិបតេយ្យបូរណភាពទឹកដីរបស់គេហើយបើសិនជារដ្ឋាភិបាលលោកថាក់ស៊ីនឬក៏អ្នកស្រីបៃថងឋានគាត់មិនមានភាពរឹងមាំដើម្បីការពារក្រុមមកក្តាប់តូចនឹងបានអានឹងជាភាពអសមត្ថភាពរបស់រដ្ឋាភិបាលតែបើយើងប្រកែមានទៅចាញ់អីអតិពលមួយក្តាប់តូចហ្នឹងតែវាមិនមែនមួយក្តាប់តូចហើយរឿងដែលខុសប្រឆាការពិតមួយទៀតដែលទៅបន្ទោសក្រុមមួយក្តាប់តូចនៅប្រទេសកម្ពុជាណាក្រុមនៅប្រទេសកម្ពុជាមានមួយក្តាប់តូចណាដែលអស់លោកនៅទៀតនោះបើអស់លោកចាប់ដាក់អស់រាប់កឆេអីហ្នឹងចង់និយាយថាកុំថាឡើយមួយក្តាប់តូចសូម្បីតែមួយអំបាទតូចហ្នឹងក៏អត់មានដែរព្រោះអស់លោកកំតិចគេអស់ហើយបិទមាត់គេអស់ហើយគេអត់ទាំងហ៊ាននិយាយអីផងហ្នឹងសប្ងៃមាននរណាហ៊ាននិយាយអីនៅស្រុកខ្មែរនរណាហ៊ានតែនិយាយអីបានតែហៃអោសាតទៅបរដ្ឋាភិបាលគេឲ្យសាតតាមគេទៅបរដ្ឋាភិបាលគេថាអូ CLV ហ្នឹងត្រូវរដ្ឋាភិបាលធ្វើត្រូវដល់ពេលគេថារដ្ឋាភិបាលថាអូ CLV ហ្នឹងមិនត្រូវទេដកមកវិញយើងក៏ថារដ្ឋាភិបាលត្រូវទៀតហើយដកមកវិញទៀតហើយដូចថាយើងអត់មានពលឹងផងហ្នឹងប្រជាពលរដ្ឋខ្មែរបាត់ពលឹងហើយអស់លោកដកហូតពលឹងគាត់អស់ហើយឥឡូវនៅសារពលឹងតិចតួចនៅពួកខាងក្រុមប្រឆាំង
អស់លោកទៅថាមួយកដាប់តូចនៅស្រុកខ្មែរនឹងឯងដែលធ្វើឲ្យរឿងនេះវាអាចឈានរហូតដល់ធ្លាក់ទៅនៅក្នុងគេហៅស្ថានភាពផ្ទុះអាវុធឬក៏ប្រយុទ្ធគ្នាខ្ញុំជឿថាសារបែបនេះគឺជាសារនយោបាយប្រជាពិធសុទ្ធសាធដែលព្យាយាមលាបពណ៌ឲ្យអ្នកដទៃដែលខ្លួនធ្វើអំពើល្អបានយ៉ាងប្រពៃទៅហើយត្រឹមត្រូវហើយរយុទ្ធធរជូនយុទ្ធជនពលីរបស់យើងដែលគេមកបាញ់ដល់ត្រង់សេនៅក្នុងដីយើងណាអាហ្នឹងគឺជារឿងមួយដ៏ថ្លៃថ្នូរបំផុតតែប៉ុន្តែអស់លោកហាក់បីដូចជាច្រើនអាហ្នឹងចូលទៅក្នុងក្រុមមួយក្តាប់តូចឯណានៅក្នុងប្រទេសថៃប្រទេសកម្ពុជាឯណានៅក្នុងប្រទេសខ្មែរដឹងអាក្រុមក្តាប់តូចនោះដល់អត់មានទេបងប្អូនព្រោះអីអស់លោកបង្ក្រាបគេគ្រប់សំបីតាសារព័ត៌មានគ្នាមិនហ៊ាននិយាយផងរាល់ថ្ងៃនេះបើកុំបានអ្នកនៅក្រៅប្រទេសធ្វើស្រុកខ្មែរយើងនឹងមិនដឹងទៅជាឋានអវជ័យណាទេគ្មានព័ត៌មានអីសោះតែម្ដងបានតែព័ត៌មានពិធីសារទេអញ្ចឹងបានថាវាអភ័ព្វអញ្ចឹងប៉ុន្តែនៅក្នុងពេលហ្នឹងអស់លោកនៅតែប្រើនយោបាយប្រជាពិធហើយចាប់ផ្ដើមលៀបពណ៌ទៀតហេតុអីក៏មិនចាប់ផ្ដើមគិតពីរឿងយុទ្ធសាស្ត្រថាឥឡូវអូខេបើទៅហើយនិយាយទៅបើទៅប្តឹងផ្ដាល់នៅតុលាការយុត្តិធម៌អន្តរជាតិហើយវាជាទង្វើល្អហើយយកអាគណោបការៈនិងការកោតសរសើរនឹងឲ្យប្រជាពលរដ្ឋកោតយើងទៅស្មោះអស់ពីដួងចិត្តមើលហេតុអីបានជាទៅឲ្យបែរមកដាល់ពីបិដៃវិញទៀតតោះតាបានដូចក្មេងឆ្លោះគ្នាអញ្ចឹងគេផ្ដាច់ឲ្យទៅអស់ហើយមកវិញនៅតែលួចស្ដោះទឹកមាត់តោះតាបានបើគេសម្របសម្រួលឲ្យជំរាបសួរគ្នាសុំទោសគ្នាទៅវិញទៅមកមុននឹងដើរចេញគឺផ្ទាត់ឬក៏ផ្ទាត់លួចផាយដីឬក៏អីអញ្ចឹងដូចថាហេតុអីបានជាចាំបាច់ធ្វើអញ្ចឹងយើងជាអ្នកនយោបាយរបៀបអាជីពឬអីហ្នឹងគឺយើងធ្វើអញ្ចឹងគឺគេមើលឃើញអំពីភាពទន់ខ្សោយនិងភាពដដែលឪពុករបស់លោកហ្នឹងធ្វើអញ្ចឹងខ្លាចណាស់ពួកប្រឆាំងបានដៃសូម្បីតែរឿងជាតិសាសខ្លួនឯងរឿងទឹកដីបានប្រយោជន៍ដូចខ្ញុំជំរាបអញ្ចឹងបើសិនជាពួកប្រឆាំងគេដោះស្រាយបញ្ហាអីគេលើកឲ្យយើងធ្វើបើយើងធ្វើបានទៅយូរអស់ក្រុមប្រឆាំងហើយខ្ញុំមិនទៅគ្រប់គ្រងក្រុមប្រឆាំងឯណាទៀតទេបើរដ្ឋាភិបាលធ្វើត្រូវគ្រប់រឿងហើយហេតុអីចាំបាច់ទៅប្រឆាំងទៅស្អីទៀតខាត់តែពេលខាត់តែវេលានាំគ្នាជួយជាតិទាំងអស់គ្នាទៅឲ្យជាតិនឹងវារីកចម្រើនតែឥឡូវវាអត់យើងមើលយើងនាំគ្នាសាទររដ្ឋាភិបាលទាំងអស់គ្នានៅក្នុងន័យប្រុងប្រយ័ត្នទេណាបងប្អូននេះប្រុងប្រយ័ត្នមែនតើនៅក្នុងការដែលសាទររដ្ឋាភិបាលហ្នឹងគឺប្រយ័ត្នប្រយែងទៀតតាមមើលតើជាគោលបំណងពិតប្រាកដដែរឬទេតើយើងមានភ័ស្តុតាងអីដាក់ទៅគេដែរទេឬក៏គ្រាន់តែធ្វើដើម្បីគ្រាន់តែពលិតស្ថានភាពដូចគាត់និយាយអញ្ចឹងគឺដើម្បីកុំឲ្យពួកជ្រុលនិយមមួយក្តាប់តូចនៅស្រុកថៃឯស្រុកខ្មែរអញ្ចឹងវាមិនមែនរឿងជាតិទេឃើញទេរឿងមួយក្តាប់តូចណាទៅដើម្បីកុំឲ្យផ្ទុះអាវុធនៅទល់ដែនថៃនេះបើសិនជាអត់មានក្រុមមួយក្តាប់តូចដែលផ្ទុះអាវុធនៅស្រុកថៃរឿងនោះប្រហែលជាអត់ប្តឹងហ្មងបើកុំផ្ទុះអាវុធហ្នឹងប្រហែលជាអត់មានប្តឹងមែនណាទុកចោលនឹងទៀតទៅព្រោះវាអត់មានភាពតានតឹងអីទេមិនអញ្ចឹងហើយនយោបាយវាតែអញ្ចឹងតែអញ្ចឹងហើយបានជាមានតុលាការយុត្តិធម៌អន្តរជាតិទុកឲ្យលោកមានឱកាសនៅក្នុងការយកទៅដាក់ទៅឲ្យកុំឲ្យឆ្លោះគ្នាបើយកទៅដាក់តាំងពីយូរយើងអត់ទៅឆ្លោះគ្នាទៅលៀបពណ៌ខ្មែរគ្នាឯងថាក្រុមប្រឆាំងនិយមជ្រុលមកក្តាប់តូចណាហ្នឹងឬមកក្តាប់ធំណាហ្នឹងទេព្រោះទៅផុតដៃឥឡូវរឿងប្រាសាទព្រះវិហារបងប្អូនមើលឆ្នាំ1962គេកាត់ឲ្យខ្មែរឈ្នះថាប្រាសាទព្រះវិហារត្រូវបានទៅប្រទេសកម្ពុជាផ្ដាច់មុខហើយនឹងតំបន់នៅជុំវិញនឹងទៀតក៏ប៉ុន្តែប្រទេសថៃគេមិនពេញចិត្តខ្ញុំមិញបានជំរាបជូនហើយថាសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិគឺបិទផ្លូវតវ៉ាចាស់ហេតុអីបានថៃតវ៉ាតាមពិតថៃមិនមែនតវ៉ាអំពីកម្មសិទ្ធិកាន់កាប់ប្រាសាទព្រះវិហារទេបងប្អូនចាំឲ្យច្បាស់ដែរគឺថៃអត់ដែលបានតវ៉ាថាប្រាសាទព្រះវិហារជារបស់ថៃទេគឺថៃទទួលស្គាល់ថាប្រាសាទព្រះវិហារជារបស់ខ្មែរក៏ប៉ុន្តែដោយសារនិស័យដូចខ្ញុំថាមិនបានហូបពេញមាត់របស់ឆ្ងាញ់នៅចង់លិតអញ្ចឹងទៀតណាបាទនៅតាមចដៅដើរឬក៏ស្អីឡើងប្រាសាទព្រះវិហារហ្នឹងចង់ទៀមទីអាតំបន់បរិវេណជុំវិញហ្នឹងថាជារបស់គេអាចចឹងបានថាផ្ទះមួយគេកាត់ឲ្យយើងថាផ្ទះហ្នឹងជារបស់យើងដាច់ហើយប៉ុន្តែថៃគេថាផ្ទះរបស់អ្នកឯងដាច់មែនតែអាផ្លូវនៅជុំវិញព័ទ្ធជុំវិញជាដីរបស់ខ្ញុំហើយតែយើងទៅចូលផ្ទះតាមណាបើសិនជាផ្ទះជារបស់យើងអាផ្លូវចូលផ្ទះជារបស់គេវាអត់យល់ចូលតាមណាឥឡូវអាហ្នឹងហើយបានជាថៃឆ្លោះយកលេសហ្នឹងដើម្បីប្តឹងហើយដល់ពេលប្តឹងមិនមែនជាការសាររឿងសំណុំរឿងទេណាមិនមែនជាការសាររឿងសំណុំរឿងព្រះវិហារឡើងវិញឲ្យកាត់ក្តីព្រះវិហារទៅថៃឡើងវិញទេគឺកាត់ក្តីតែអារឿងបកស្រាយពន្យល់ពីរឿងដីមួយចំណែកទៀតដែលនៅក្បែរបរិវេណប្រាសាទព្រះវិហារហ្នឹងថាវាជាកម្មសិទ្ធិរបស់អ្នកណាខ្មែរក៏ថៃឥឡូវបើថៃគេទៀមទាព្រោះខ្មែរច្បាស់ហើយថារបស់ខ្មែរដែរហេតុអីបានថៃទៀមទាព្រោះដីព្រះវិហារជាតែប្រាសាទទាំងមូលជារបស់យើងហើយចុះបើប្រាសាទទាំងមូលជារបស់យើងហេតុអីបានជាតំបន់នៅជុំវិញដែលដើរចេញចូលប្រាសាទវាទៅជារបស់ថៃទៅវិញដូច្នេះវាអត់ត្រូវនឹង logic សោះហើយតែថៃគេលេបរួចទៀត
ព្រោះដោយសារវាស្ដាយប្រាសាទព្រះវិហារហើយតវ៉ាទៅបើបានក៏យកមិនបានក៏ហើយទៅព្រោះថៃគេមានជាតិនិយមគេនៅតែចាំតវ៉ាអញ្ចឹងទៅព្រោះអីគេធ្លាប់កាន់កាប់ព្រះវិហារយូរហើយរហូតតមានរឿងថាប្រាសាទអង្គរវត្តក៏ជារបស់គេមានចាំដុតទូតថៃឆ្នាំ2003ហ្នឹងក៏ដោយសារតែនាងស៊ីវណានកងយើងហៅផ្កាយព្រឹកស្អីហ្នឹងដែលនិយាយពីរឿងប្រាសាទអង្គរវត្តគេនិយាយថាប្រាសាទអង្គរវត្តជារបស់ថៃហ្នឹងវាអញ្ចឹងទៀតដែរថាមកលួចយករបស់យើងយកទៅកាន់កាប់បានរាប់ឆ្នាំដល់ពេលយើងយកមកវិញវាទៅជារបស់នៅរបស់គេអាតាមពិតលួចពីយើងទៅអញ្ចឹងគេស្ដាយសំណោះរបស់ដែលគេលួចទៅហ្នឹងហើយគេចង់ប្រាប់ថារបស់ហ្នឹងគឺជារបស់គេបានមួយរយៈដែរអ្វីដែលគេនិយាយមិនត្រឹមត្រូវគឺគេថារបស់ហ្នឹងគឺជារបស់គេដាច់ហ៎វាខុសពាក្យថាបើយើងនិយាយថារបស់ខ្ញុំធ្លាប់លួចមកប្រើដែរពីមុនអាហ្នឹងដូចអត់អីទេតែដល់ពេលយើងថាអាហ្នឹងជារបស់យើងតាំងពីដើមទីមកណាមិនក្តឹងមិនខឹងមិនក្តៅក្រហាយមិនអញ្ចឹងវាអញ្ចឹងឥឡូវដូចគ្នានៅក្នុងរឿងប្រាសាទព្រះវិហារគេអត់ដែលប្តឹងហើយបើប្តឹងទៅតុលាការយុតិធធអន្តរជាតិនេះឲ្យសាររើព្រះវិហារឡើងវិញក៏អត់ណាកាត់ក្តីឡើងវិញដែរដោយសារអីសេចក្តីសម្រេចរបស់តុលាការនេះគឺជាសេចក្តីសម្រេចជាស្ថាពរអត់មានប្តឹងធរបានទេអញ្ចឹងប្តឹងហ្នឹងគឺឆ្លៀតឱកាសនៅក្នុងអារឿងបរិវេណហ្នឹងហើយបានសុំការពន្យល់អញ្ចឹងឆ្នាំ2011គឺភាគីខ្មែរក៏បានដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងឲ្យបកសំទោសយុតិធធអន្តរជាតិ ICJ ហ្នឹងឲ្យបកស្រាយមើលថាតើវាបានទៅដោយអ្វីដែលថៃទាមទារអីបានចិត្តតែឆ្លោះគ្នាចង់បានអញ្ចឹងតែរហូតក៏ប៉ុន្តែនៅឆ្នាំ2013ជាលទ្ធផលតុលាការគេរកឃើញថាអាតំបន់ជុំវិញហ្នឹងក៏របស់ខ្មែរឲ្យដកទៅហ៊ានដកអីចេញជាបន្ទាន់អញ្ចឹងក៏ថៃដកប៉ុន្តែសួរទៅវិញទៀតថាបងប្អូនចោះបើសិនជាថៃអត់ព្រមឧទាហរណ៍ណាចោះនៅពេលដែលមានសេចក្តីសម្រេចរបស់តុលាការឲ្យថៃអត់ព្រមដកទីហ៊ានឬក៏អត់ព្រមអនុវត្តតាមសាលដីកាសាលក្រមនេះតើយើងធ្វើយ៉ាងម៉េចនេះជារឿងសំខាន់សម្រាប់ប្រាសាទតាមាន់ប្រាសាទតាកបីប្រាសាទតាមាន់ធំតាមាន់តូចហើយនឹងតំបន់មុំ3ហើយនឹងទៀតផ្សេងទៀតកោះគុតឬក៏តំបន់អានសេះឬក៏ផ្សេងទៀតហ្នឹងអាហ្នឹងខ្ញុំជឿថារឿងថ្ងៃក្រោយទៀតនឹងភាគខាងកើតជាមួយប្រទេសវៀតណាមស្អីហ្នឹងគឺខ្ញុំថារដ្ឋាភិបាលកំពុងតែបើកច្រកដើម្បីឲ្យមានចលនាជាតិនិយមកាន់តែផុសផុលទៅវិញទេឥឡូវនេះរដ្ឋាភិបាលចំណេញនយោបាយមួយនៅក្នុងការបង្ក្រាបឬក៏ថាធ្វើឲ្យស្ថានភាពរៀងស្ងប់ចិត្តបន្តិចដើម្បីពង្រៀងស្ថានភាពខ្លះកុំឲ្យកជ្រុលពេកព្រោះរឿងប្រទេសកម្ពុជាហ្នឹងវាមានរឿង100ចម្ពោះហើយអញ្ចឹងបើនិយាយពីដុតកម្ដៅព្រំដែនបន្តិចទៅគឺវាអាចឆេះថ្គោលបន្តិចទៅមនុស្សរៀងស្ងប់អញ្ចឹងស្ងាត់ទៅអត់សូវភ័យអត់សូវព្រួយអីព្រោះតែមានផ្ទុះសង្គ្រាមហើយមានអីភ័យទៀតព្រោះមានសង្ឃឹមអីទៀតអញ្ចឹងនាំគ្នាទិញត្រីងៀតត្រីឆ្អើទុកទៅឲ្យតែមានត្រីងៀតត្រីឆ្អើហូបបានហើយដល់ពេលដែលអស់ពីអារឿងគេដកតបពីព្រំដែនទៅប្រជាពលរដ្ឋចាប់ផ្ដើមធូរខ្សុយអូភ័យកាលមុនភ័យអត់លុយបង់ធនាគារមិនភ័យខ្លាំងដល់ថ្នាក់ដែលគេឆ្លោះគ្នានៅព្រំដែនទេខ្លាចភ័យរឿងអត់ស្បៀងអត់អីអញ្ចឹងធូរចិត្តតែបើអត់មានធូរអីទេធូរដោយសារគេយកបញ្ហាមកបន្ថែមលើបញ្ហាដកឲ្យបញ្ហានឹងចេញវិញយើងគិតថាធូរវិញអាហ្នឹងបានជាលក្ខណៈចិត្តសាស្ត្រគឺនៅពេលដែលយើងឈឺក្បាលខ្លាំងបងប្អូនសាកតាមខ្ញុំមើលឈឺក្បាលខ្លាំងយកស្អីមកដំមេជើងមកផោងមើលនឹងបាត់ឈឺក្បាលហើយហ្នឹងក៏រឿងកំ pl ែងដែរព្រោះដោយសារអីនៅពេលដែលយើងវាយអីដំមេជើងយើងចាប់ផ្ដើមឈឺមេជើងអាខួរក្បាលយើងចាប់ផ្ដើមមកប្រាប់ថាអូយមេជើងយើងឈឺអញ្ចឹងអាក្បាលហ្នឹងឈប់ឈឺអញ្ចឹងបើយើងមកឈឺនៅអាមេជើងដល់ពេលជើងហ្នឹងឈប់ឈឺអញ្ចឹងបានយើងថាអានេះដូចរៀងសบายដែរព្រោះអាឈឺមេជើងហ្នឹងវាខ្លាំងពេកវាដំវាជ្រុលដៃដល់អញ្ចឹងតែអាហ្នឹងគឺជាយុទ្ធសាស្ត្ររបស់គេនៅក្នុងការធ្វើអញ្ចឹងណាដល់ពេលឥឡូវដូចគ្នាអញ្ចឹងនៅពេលរឿងព្រំដែនរឿងពិបាកមើលឃើញតបឃើញអីអញ្ចឹងហើយយើងនឹងទឹកចិត្តជាតិនិយមពេញទំហឹងពុះពោអញ្ចឹងទៀតគឺថាលើកទឹកចិត្តឲ្យយើងផ្លិចគិតពីរឿងទុកកង្វល់នៃការបង់ធនាគារមិនគ្រប់បញ្ហាគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬក៏បញ្ហាពន្ធគយសហរដ្ឋអាមេរិកឬក៏ EBA GSP រឿងបញ្ហាពើពុករលួយជួញដូរreal estate លក់ដីធ្លីគ្មានហាងជែងកចុះថ្លៃឬក៏បញ្ហាគីមីពុលលាក់នឹងលាក់អីហ្នឹងយើងផ្លិចអស់មករយៈខ្ញុំជឿថាមិនផ្លិចយូរទេបងប្អូនយើងនឹងចាំមកវិញទៀតណាប៉ុន្តែឥឡូវយើងមើលតកតនឹងរឿងបើគេមិនអនុវត្តតាមគោលការណ៍របស់យើងតើយើងធ្វើយ៉ាងម៉េចប្រទេសដែលជាភាគីនៅក្នុងរឿងនេះបងប្អូនត្រូវចាំថាតុលាការយុតិធធអន្តរជាតិឬ ICJ នេះរាល់សេចក្តីសម្រេចរបស់តុលាការនេះវាជាសេចក្តីសម្រេចមានកាតព្វកិច្ចផ្លូវច្បាប់បានន័យថាត្រូវតែអនុវត្តចងជាកាតព្វកិច្ចច្បាប់លើពិភពលោកតែម្ដងគ្មានប្រទេសណាមួយមិនទទួលស្គាល់សេចក្តីសម្រេចនឹងបានទេបើយើងជាសមាជិកនៃតុលាការនេះដូច្នេះសេចក្តីសម្រេចចេញមកគឺបានន័យថាយើងព្រមទទួលតាមសេចក្តីសម្រេចហើយប្តឹងអត់បានក៏ប៉ុន្តែតុលាការនេះអត់មានយន្តការពង្រឹងការអនុវត្តទេចង់និយាយថាអត់មានតែហ៊ានអត់មានក្រមរដ្ឋអាជ្ញាណាដែលចុះទៅដើម្បីបង្ខំឲ្យយើងអនុវត្តតាមសេចក្តីសម្រេចដោយតុលាការជាតិទេនេះជាចំណុចមួយដែលគួរឲ្យពិចារណា
បានន័យថាសម្រាប់សេចក្តីហើយឲ្យរដ្ឋនឹងយកទៅស្ម័គ្រចិត្តអនុវត្តចងកតាបកិច្ចនឹងយកទៅអនុវត្តតាមរៀងខ្លួនទៅនេះជាសេចក្តីសម្រេចហើយអាហ្នឹងវាអញ្ចឹងអាហ្នឹងដល់ពេលហើយបើសិនជាប្រទេសនឹងអត់អនុវត្តតាមក៏គាត់អត់ចង់និយាយថាក៏ព្រោះអត់មានកងកម្លាំងប្រដាប់អាវុធណាដែលចុះទៅបង្ក្រាបដើម្បីចាប់ពង្រឹងការអនុវត្តដោយករណីលោករងឈុនអីអញ្ចឹងដែលរឿងផ្ទះគាត់$40,000ណានោះ$10,000ទៅឲ្យដល់ពេលហើយអត់មានលុយបង់អីអញ្ចឹងរឹបអូសរឹបអីមានអាជ្ញាធរអីចុះទៅរឹបអូសអីអញ្ចឹងអាហ្នឹងវាជារឿងក្របខ័ណ្ឌដែលមានអំណាចអ្នកចុះទៅពង្រឹងការអនុវត្តតុលាការយុត្តិធម៌អន្តរជាតិនេះអត់មានយន្តការបែបនេះទេអត់មានគេហៅថារចនាសម្ព័ន្ធដើម្បីពង្រឹងការអនុវត្តទេចុះធ្វើយ៉ាងម៉េចឥឡូវឧទាហរណ៍យករឿងប្រាសាទតាកបីប្រាសាទតំមន់តូចតំមន់ធំហើយនឹងរឿងមុំ3នេះទៅដល់តុលាការយុត្តិធម៌អន្តរជាតិឲ្យគេសម្រេចឲ្យស្អាតគេសម្រេចថាឥឡូវតុលាការរកឃើញថាតំបន់ទាំងអស់នេះស្ថិតនៅក្នុងដែនអធិបតេយ្យជាកម្មសិទ្ធិរបស់ខ្មែរហើយមកវិញថៃអត់ព្រមតើធ្វើយ៉ាងម៉េចដើម្បីឲ្យថៃអនុវត្តវិធីដែលអនុវត្តគឺមានរបស់តុលាការយុត្តិធម៌អន្តរជាតិនេះគឺត្រូវយកករណីនេះទៅឲ្យក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចឹងគេមានយន្តការមួយទៀតដើម្បីឲ្យព្រោះអីគេសិតតែស្ថាប័នឆាត់អង្គការសហប្រជាជាតិហ្នឹងគេពឹងគ្នាអញ្ចឹងគេនឹងយកករណីដែលថៃឧទាហរណ៍ថ្ងៃក្រោយទៅបើសិនរឿងនេះខ្មែរឈ្នះក្តីហើយថៃខ្ញុំជាឧបមាទេណាខ្ញុំអត់ទាន់ដឹងរឿងនេះវាទៅជាយ៉ាងណាទេខ្មែរយើងមានភ័ស្តុតាងច្បាស់លាស់ប៉ុណ្ណាដែលអាចឈ្នះក្តីគេប៉ុណ្ណាអាហ្នឹងយើងទៅតាមការចាក់ស្ដែងដែរព្រោះនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិនេះគឺបើយើងអត់មានអង្គហេតុអត់មានស្អីជាក់លាក់ទេច្បាស់លាស់ទេហើយច្បាស់ណាស់គឺយើងមិនឈ្នះក្តីគេទេព្រោះគេសម្រេចក្តីទាំងឡាយគឺគេផ្អែកទៅលើទី1គឺយើងមានយុត្តាធិការអត់បានតែយើងជាសមាជិកនៅក្នុងតុលាការនឹងអត់ហើយតុលាការនឹងមានយុត្តាធិការនៅក្នុងប្រទេសទាំងពីរនឹងអត់តែឥឡូវអត់បាច់សួរពីចំណុចរឿងយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិគេមាននៅទាំងប្រទេសកម្ពុជានិងនៅប្រទេសថៃដោយសារអីយើងជាសមាជិកតាំងពីឆ្នាំ1940ជាង50ជាងថៃ40ជាងយើង50ជាងហ្នឹងដូចខ្ញុំជំរាបចឹងហើយមួយទៀតគឺតកតងអ្វីដែលយើងប្តឹងគេនឹងអង្គហេតុនិងអង្គច្បាប់ហ្នឹងគឺវាមានភាពសមហេតុសមផលហើយវាមានភស្តុតាងអីបញ្ជាក់មានរឹងមាំដែរឬអត់បើអត់រឹងមាំទេក៏យើងអត់ឈ្នះគេដែរតែយ៉ាងណាបើមើលទៅភាគីកម្ពុជាហាក់បីដូចជាខែងរែងដោយសារអីភាគីថៃអត់ដែលគិតពីរឿងចង់ប្តឹងយើងទេចង់និយាយប្តឹងទីមទីអាតំបន់ហ្នឹងប្រហែលជាគាត់សពិចសពិលដែរអញ្ចឹងខ្ញុំឲ្យ credit ទៅខាងភាគីកម្ពុជាចោះថាភាគីកម្ពុជាមានភស្តុតាងឬក៏មានអំនួតឬក៏មានទឹកតាងអីអាចប្រហែលជាគ្រាន់បើជាងថៃទេព្រោះរហូតតទៅហ៊ានចង់បបួលគេឲ្យឡើងទៅតុលាការថៃតុលាការអន្តរជាតិទាំងអស់គ្នាផងអានេះគឺជារឿងអស្ចារ្យមួយណាដែលយើងទៅបបួលថៃថៃគេចង់ទៅមួយយើងទេថៃខ្ញុំនិយាយតិចរឿងថៃចង់ទៅមួយយើងអត់ណាកាលពីថ្ងៃទី3និយាយទៅថ្ងៃហ្នឹងឯងថ្ងៃ3មិថុនាហ្នឹងឯងនៅម៉ោងនៅកម្ពុជារដ្ឋមន្ត្រីការបរទេសថៃប្រាប់សារព័ត៌មាន AFP អន្តរជាតិគឺលោកមរិតសៀមសុំទោសមរិតស្ងៀមផងលោកមរិតស្ងៀមផងហ្នឹងលោកបានថាអញ្ចេះកម្ពុជាមានសិទ្ធិប្តឹងតាខ្ញុំថាសារព័ត៌មានមែនតើមិនចាំបាច់ទៅដកស្រង់ប្រសាសន៍របស់លោកមរិតស្ងៀមផងហ្នឹងក៏បានដែរជារដ្ឋមន្ត្រីក្រសួងការបរទេសថៃព្រោះអីលោកគាត់ថាកម្ពុជាមានសិទ្ធិប្តឹងថៃក៏មានសិទ្ធិប្តឹងវាជាការពិតដែរព្រោះយើងជាប្រទេសសមាជិករបស់ ICJ តុលាការយុត្តិធម៌អន្តរជាតិណាក៏មានសិទ្ធិប្តឹងដែរក៏ប៉ុន្តែអ្នកនាំពាក្យយោធាថៃវិញគឺលោកវិនថៃស៊ូវារីគឺលោកនិយាយអញ្ចេះទៅវិញថាអារឿងតាក់តងប្រាសាទតាមន់ប្រាសាទតាកបីឬក៏តំបន់មុំ3អីហ្នឹងវាមិនមែនជារឿងដែលត្រូវយកមកជជែកប្តឹងផ្ដាល់ឯណាទៅចង់និយាយថាជារឿងដាច់ដោយឡែកពីរឿងដែលមានចំនួនដែលស្លាប់យោធិនខ្មែរយើងម្នាក់ណោះគេគិតចេះទៅវិញគេចង់និយាយថាអារឿងប្រាសាទតាកបីឬក៏តំន់ធំតំន់តូចអីហ្នឹងថាការអះអាងរបស់កម្ពុជាហ្នឹងគ្មានមូលដ្ឋានទៅទៀតអញ្ចឹងបើតាមមើលខាងមន្ត្រីយោធាហាក់បីដូចជាប្រកាន់គំនិតថាខ្មែរយើងគ្មានមូលដ្ឋានអីនៅក្នុងការប្តឹងទេព្រោះអាហ្នឹងជារបស់ថៃអីអញ្ចឹងទៅហើយអាតំបន់ដែលជជែកគឺរឿងនៅអាកន្លែងឆ្លោះគ្នានៅអាតំបន់នេះតាមុំ3កន្លែងមានបាញ់គ្នាក្នុងតាអីអញ្ចឹងណាតែហេតុអីបានយើងយកទៅដាក់លោកទាំងអស់គ្នាអញ្ចឹងអានេះតាមអ្វីដែលថៃអញ្ចឹងបើតាមមើលថៃហាក់បីដូចជាស្ទាក់ស្ទើរនៅក្នុងការដឹកដៃកម្ពុជាទៅឥឡូវសំខាន់តើកម្ពុជាបើមិនបាច់ដឹកដៃទៅ
អត់អីទេព្រោះនៅពេលក្នុងភាគីនៅក្នុងចំនួនអ្នកណាក៏ដោយឲ្យតែដាក់ពាក្យប្តឹងគឺតុលាការនឹងក៏ហៅភាគីម្ខាងទៀតដើម្បីឲ្យចូលមកឆ្លើយព្រោះយើងជាសមាជិកអាហ្នឹងដូចយើងធ្វើថារដ្ឋអាជ្ញាអញ្ចឹងមិនអញ្ចឹងទេតែគេបានបណ្ដឹងពីភាគីណាមួយគេច្បាស់ជាកោះភាគីម្ខាងទៀតដែលពាក់ព័ន្ធនៅក្នុងរឿងក្តីឲ្យចូលមកបំភ្លឺហើយអញ្ចឹងដូច្នេះថៃចង់ទៅមិនទៅអាហ្នឹងស្រេចខ្លួនប៉ុន្តែតុលាការគេច្បាស់ជាកោះហៅយើងឲ្យទៅបំភ្លឺហើយត្រៀមខ្លួនទៅបំភ្លឺទៅអាហ្នឹងបើសិនជាខ្មែរយើងពិតជាច្បាស់លាស់មិននិយាយភូតកុហកដោយពួកតំណាងរាស្ត្រទាំង15នាក់ដែលភ្លុកឡាននោះណាអញ្ចឹងបើសិនជាយើងនិយាយឲ្យពិតអញ្ចឹងទៅខ្ញុំជឿថាប្រឹងទៅឲ្យមិនចាំបាច់ស្អីយន្តការចរចាស្អីណានេះមួយអាទិត្យទៀតចរចាទៀតណាអា JBC នេះគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរវាងថៃនិងកម្ពុជាហ្នឹងគេនឹងជួបគ្នាទៀតហើយលោកហ៊ុនម៉ាណែតថាបើជួបគ្នាទៀតនៅក្នុងកិច្ចប្រជុំហ្នឹងអត់និយាយតែពីរឿងចរចាពីរឿងតែបញ្ហាវិវាទទេគឺយកអារឿងថានឹងលើករឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិដែរដើម្បីជជែកនៅក្នុងរបៀបវិរៈហ្នឹងដែរចំពោះខ្ញុំគិតថាអត់ចាំបាច់អីទៅវែងអីជាមួយថៃទៀតទេគេចូលមកបាញ់យើងដល់ផ្ទះហើយហ្នឹងគឺប្តឹងគេទៅដាក់ទៅតែម្ដងទៅវែងឆ្ងាយឲ្យសញ្ញាណឲ្យអីហ្នឹងវាហាក់បីដូចជាទិញពេលវេលាឲ្យកាន់តែយូរទៅអីចឹងណាប៉ុន្តែយ៉ាងណាអានឹងជាកិច្ចការរដ្ឋាភិបាលជួនកាលយើងនិយាយចឹងយើងថាយើងក៏ចេះជាងគេមកម៉េះគេដឹករបៀបដឹកនាំប្រទេសហើយបើសិនជាយើងប្រកែអញ្ចឹងគេបញ្ញវន្តនិស្សិតបណ្ឌិតគេមកកណោហ្នឹងគេមិនដឹងរឿងអីសោះដឹងតែយើងឯងហ្មងនៅអត់ទេយើងដឹងហ្នឹងគឺដោយសារតែយើងឃើញអំពីកន្លែងខ្លះដែលវានៅលើគោកដែលយើងមើលឲ្យមានវិមតិសង្ស័យហើយបងប្អូនត្រូវចាំនៅពេលដែលមានវិមតិសង្ស័យគឺបានជាប្រយោជន៍ដល់សាធារណជនដែលសង្ស័យដូច្នេះរដ្ឋាភិបាលត្រូវធ្វើឲ្យអស់ពីវិមតិសង្ស័យដើម្បីកុំឲ្យសាធារណជនគេមានមន្ទិលអញ្ចឹងបើគេមានមន្ទិលគឺគេនិយាយអីក៏បានដែរដើម្បីឲ្យអស់មន្ទិលទៅយើងទេដែលមានភារកិច្ចនៅក្នុងការដោះស្រាយឲ្យคลายទៅជារឿងអត់មន្ទិលនឹងវិញណាហ្នឹងជាភារកិច្ចរបស់រដ្ឋាភិបាលហើយមិនចាំបាច់ទៅបង្គាប់សកម្មជនឬក៏ក្រុមឃោសនិករបស់ខ្លួនដើរទៅជេរគេអ្នកដែលនិយាយហ្នឹងថាគេខ្វះខួរខ្វះអីចេះជាងអ្នកដឹកនាំអីទេមិនបាច់ទេព្រោះអាហ្នឹងជាសិទ្ធិសេរីភាពចែងដោយរដ្ឋធម្មនុញ្ញនៅក្នុងការនិយាយឲ្យបើអស់លោកនាំគ្នាហៅមនុស្សដើរមកឲ្យវាយប្រហារគេអញ្ចឹងគឺអស់លោកកំពុងតែធ្វើឲ្យអាភាពឆ្លោះគ្នានៃសតិសម្បញ្ញៈនិងមតិហ្នឹងយូរទៅពាក់មុខវយៈដាក់គ្នាអត់ដោះស្រាយបញ្ហាមកឡៃទៅរវល់ឆ្លោះគ្នាតែពីរឿងអត់បានការវិញណាអត់ព្រមជួយពីរឿងថាដោះស្រាយទៅជាមួយគ្នាមើលឃើញហ្នឹងគឺចាំប្រឹងកាន់ជើងរដ្ឋាភិបាលផ្កាប់មុខយកតែហើយទៅចាប់ផ្ដើមលៀបពណ៌ខាងមកខាងទៀតហ្នឹងឲ្យឆ្លោះគ្នាដល់ពេលមានដំណោះស្រាយអីនៅតែពាក់មុខយ៉ាដាក់គ្នាអត់ត្រូវគ្នាសោះព្រោះយើងចាប់ផ្ដើមចង់តែឆ្លោះគ្នាកាត់បន្ថយអាហ្នឹងខ្លះទៅឥឡូវចូលដល់នីតិវិធីដែលអត់អនុវត្តនឹងបន្តទៀតយើងមើលនៅក្នុងរឿងព្រះវិហារនៅពេលដែលថៃគេមិនព្រមនៅក្នុងការបកស្រាយរឿងតំបន់ជុំវិញខ្មែរក៏បានស្នើសុំឲ្យ ICJ តុលាការយុត្តិធម៌អន្តរជាតិមិនមែនសាររើពន្យល់បកស្រាយលម្អិតពីរឿងហ្នឹងមិនចឹងហើយនៅពេលនោះបើតាមខ្ញុំចាំគឺខាងតុលាការយុត្តិធម៌អន្តរជាតិក៏បានបោះដៃទៅឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយដែរហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលនោះបើតាមខ្ញុំចាំគឺបោះដៃបន្តទៅទៀតដោយសាររឿងនេះតាក់ទងនឹងសមាជិកអាស៊ានគឺគេបោះដៃទៅឲ្យប្រទេសឥណ្ឌូនេស៊ីកាលហ្នឹងគឺជាប្រធានសមាជិកអាស៊ានឲ្យជួយមើលការខុសត្រូវរឿងនេះផងព្រោះដោយសារអីប្រទេសអាស៊ានទាំងអស់សុទ្ធតែជាសមាជិករបស់អង្គការសហប្រជាជាតិដែរដូច្នេះហើយបានថាវាជារឿងដែលមិនធ្លាប់មានទេដែលរឿងហ្នឹងកើតឡើងរឿងព្រះវិហារហ្នឹងគឺជារឿងលើកទី1នៅក្នុងប្រវត្តិសាស្ត្រដែរដើម្បីឲ្យគេចាប់ផ្ដើមយកមកជាគំរូនៅក្នុងការអនុវត្តដែរដូច្នេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពេលដែលបានការយោងពីតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យគេជួយដោះស្រាយរឿងភាគីថៃមិនព្រមអនុវត្តតាមសេចក្តីសម្រេចនេះក៏ក្រុមប្រឹក្សាសន្តិសុខហ្នឹងក៏បង្វិលបាល់នេះទៅឲ្យប្រទេសឥណ្ឌូនេស៊ីដើម្បីជួយសម្របសម្រួលប៉ុន្តែផេះដដែលព្រោះឥណ្ឌូនេស៊ីនឹងទៅមានឥទ្ធិពលអីនៅក្នុងការសម្របសម្រួលថៃនិងខ្មែរបើសិនតែក្បាលរឹងដូចគ្នាដូច្នេះវាអត់មានអ្នកណាម្នាក់ទៅអីណាសំទោសខ្ញុំសូមអធិស្ឋានប្រើពាក្យអសរោះលើសលួសខ្ញុំចង់និយាយពាក្យរៀងរឹងនេះមិនមែននិយាយក្បាលរឹងទេចង់និយាយរឹងចំហរៀងខ្លួនថាសិតតែត្រូវរៀងខ្លួនអញ្ចឹងបើទោះបីខ្ញុំថាថៃទេដែលរៀងក្បាលរឹងជាងរឹងនឹងត្រង់ថាមិនព្រមទទួលយកការពិតនេះចង់តែបានអារបស់គេដែលលួចរបស់គេទៅហើយហ្នឹងគឺក្អែមកវិញហើយហ្នឹងនៅសំណោះនៅចង់លិតនៅអីហ្នឹងរហូតអញ្ចឹងទៀតទៅហើយនៅចាំអង្គុយចាំតែមើលចាំតែឆក់ចាំតែលេបមកវិញអីអញ្ចឹងដែលធ្វើឲ្យខ្មែរហ្នឹងគ្នារីងរីចំណាយកម្លាំងស្លាប់មនុស្សអស់20នាក់ណាបងប្អូនកាលហ្នឹងមានទាំងទាហានទាំងអីហ្នឹងពាក់ព័ន្ធទាំងថៃទាំងខ្មែរណាគួរអាសូរមែនតើប៉ុន្តែខ្ញុំចង់និយាយថារឿងនេះគឺវាអត់ដែលធ្លាប់មានទេរឿងពលទុកគេរហូតដល់អង្គការសហប្រជាជាតិត្រូវហុចឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហុចទៅឲ្យអាស៊ានអត់បានការអីដដែលដល់ពេលចុងក្រោយគេទៅយ៉ាងម៉េចគឺគេរុញមកឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុន្តែជាលទ្ធផលគឺនៅតែតុលាការចេញសេចក្តីសម្រេចមកគឺធ្វើឲ្យថាខ្មែរបកស្រាយឲ្យខ្មែរឈ្នះ
ថៃជាប់កាតព្វកិច្ចផ្នែកដូចថាវាមើលទៅវាអន់ពេកដឹងគេគ្រប់រឿងដល់ពេលអញ្ចឹងនៅលើឆាកអន្តរជាតិគេគិតថាមិនថ្លៃថ្នូរដូច្នេះថៃនឹងដកខ្លួនទៅវិញដោយសារតែមានអារម្មណ៍ថាអាម៉ាស់ទេបើសិនជាកុំនេះនឹងនៅមកទៀតអីអញ្ចឹងណាតែយ៉ាងណាឥឡូវនេះគឺយើងរឿងព្រះវិហារវាចប់ហើយវាចប់ដោយបរិបូរហើយប៉ុន្តែឥឡូវមកនៅក្នុងប្រាសាទតាមាន់តាកបីឬក៏មុំបីនេះតាមាន់តូចតាមាន់ធំចោះបើសិនជារឿងនឹងកើតឡើងដូចរឿងព្រះវិហារតើវាយ៉ាងម៉េចទៅវិញខ្ញុំថាបងប្អូនខ្ញុំមិនបាច់បកស្រាយវែងឆ្ងាយទៀតទេមិនអញ្ចឹងទេបើសិនជាដូចរឿងព្រះវិហាររឿងនេះគឺនឹងទៅដូចគ្នាយន្តការគេទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេនឹងឲ្យក្របខ័ណ្ឌអាស៊ានដោះស្រាយបញ្ហាឡើងវិញហើយបើអាស៊ាននៅតែចោលមិនសៀតអញ្ចឹងទេគេនឹងឃើញក្រុមអង្គការសហអាស៊ានរបស់យើងនឹងចោលមិនសៀតអញ្ចឹងតទៅទៀតយ៉ាងម៉េចណាដូច្នេះយើងទៅធ្វើឲ្យខ្លួនយើងអាម៉ាស់នៅលើឆាកអន្តរជាតិដែរហើយបើយើងព្រមទទួលភាពអាម៉ាស់ហ្នឹងយើងធ្វើទៀតទៅប៉ុន្តែប្រទេសកម្ពុជាបានសុកមួយត្រង់ថារួចខ្លួនមួយនៅក្នុងនិយាយថាមានក្រដាស់មួយស្លឹកពីអង្គការតុលាការពិភពលោកនឹងមួយដែរដើម្បីយកមកកម្លាដោយថាបន្លាចក្រុមថៃដែលនៅតែចង់លេបចង់អីអញ្ចឹងណាហើយកុំឈឺក្បាលកុំឲ្យប្រជាពលរដ្ឋនឹងបាក់ស្បាតភ័យសប្ងៃប្រជាពលរដ្ឋភ័យនឹងភាពដឹកនាំរបស់អស់លោកណាព្រោះអស់លោកសុំកលុំគ្នាអញ្ចឹងតកូលហ៊ុនតកូលថាក់ស៊ីនហ្នឹងគឺមិនដឹងស្អីបាយបិណ្ឌជាបាយបាតអញ្ចឹងប្រជាពលរដ្ឋលោកភ័យចឹងបានថាចិត្តតែពឹងឲ្យទៅបងប្តឹងនៅអង្គការសហប្រជាជាតិឬក៏តុលាការយុត្តិធម៌អន្តរជាតិទៅបើបានក្រដាស់ហ្នឹងមកស្លឹកយើងទុកចិត្តកក់ក្ដៅវាបានស្ថាប័នអន្តរជាតិបើយើងទុកឲ្យពីរអ្នកហ្នឹងដោះស្រាយយើងដឹងហើយពីរអ្នកដដើមគ្នាដេកកដាលហ្នឹងងាប់ហើយណាមានកដាលណាក៏បើមានតែពីរអ្នកហ្នឹងហើយអញ្ចឹងទៅអាការដឹកនាំរបៀបអញជួយឯងជួយអញហ្នឹងគឺវាធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តណាបងប្អូនប្រជាពលរដ្ឋលែងទុកចិត្តអ្នកនយោបាយខ្ញុំជឿខ្ញុំអ្នកនយោបាយស្រុកខ្មែរដូចតែអ្នក4 10អ្នកដែលភ្លុកឡានហ្នឹងអញ្ចឹងប្រយ័ត្នតែចូលដល់នេះប្រយ័ត្នកសិករកប់ទាំងរស់ខ្ញុំគាត់ណាប្រាប់អញ្ចឹងត្រូវធ្វើនយោបាយឲ្យមានភាពស្មោះត្រង់ណាពាក្យថាស្មោះត្រង់នេះគឺកុំប្រើនយោបាយប្រជាពិធច្រើនពេករឿងចាក់ស្ដែងដោយរឿងនេះឈប់ឈប់បានឈប់ទៅលៀបពណ៌ក្រុមមួយក្តាប់តូចមួយក្តាប់ធំណាទៀតទៅបើអស់លោកធ្វើដើម្បីជាតិដើម្បីមាតុភូមិដើម្បីអធិបតេយ្យដើម្បីបូរណភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញហើយជាកាតព្វកិច្ចរបស់អស់លោកដែលកាន់តំណែងជាអ្នកដឹកនាំលោកធ្វើទៅលោកស្បត់ហើយតាហេតុអីបានជាបែកខំឬក៏ទៅជេរបតិចឬក៏ទៅលៀបពណ៌អ្នកដតីថាជាអ្នកប្រឆេះឲ្យមានភ្លើងហ្នឹងរឿងភ្លើងរឿងមិនភ្លើងគឺរឿងរបៀបដឹកនាំប្រទេសរបស់លោកទេបើលោកដឹកនាំប្រទេសនេះមួយឲ្យមានភាពឯកភាពជាតិទាំងថៃទាំងនៅប្រទេសកម្ពុជាម្លេះអស់លោកអត់សូវខ្វល់នឹងពួកមួយក្តាប់តូចមួយក្តាប់ធំនឹងណាទេព្រោះអីនៅពេលដែលមនុស្សចាប់ផ្ដើមមានជាតិគេហៅថាការផ្សះផ្សាជាតិមិនចងគំនុំគ្នាក្នុងជាតិសាសឯងណាយើងនឹងមូលមាត់គ្នាយើងនឹងរឹងមាំយើងអត់មានក្នុងក្តាប់តូចក្តាប់ធំទេព្រោះដោយសារអីបើលោកមិនទៅធ្វើទុកបុកម្នេញសកម្មជនលោកមិនចាប់គេដាក់គុកលោកមិនរំលាយគណៈបកនយោបាយធំជាងគេនៅប្រទេសកម្ពុជាលោកមិនបណ្ដេញអ្នកកសែតលោកមិនធ្វើទុកបុកម្នេញអង្គការសង្គមស៊ីវិលលោកបោះឆ្នោតឲ្យមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌លាក់លោកមិនធ្វើទុកបុកម្នេញអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលលោកមិនដើរតាមផ្លុំតិចគេឲ្យមន្ត្រីរាជការត្រូវតែហែកអើតាមរដ្ឋាភិបាលអ្នកណាមិនតាមខ្លួននឹងគឺជាសត្រូវជាខ្មាំងលោកអត់ត្រូវភ័យជាមួយក្រុមមកក្តាប់តូចទេប៉ុន្តែលោកធ្វើការងារដឹកនាំប្រទេសសប្ងៃគឺបានន័យថាមានតែបពពួកនិយមក្រុមខ្លួនហើយតែគេនិយាយអីបន្តិចអត់បានអត់ព្រមដោះស្រាយតែនាំគ្នាចាប់តែគេដាក់ពន្ធនាគារដាក់គុកអីអញ្ចឹងហើយធ្វើឲ្យប្រទេសបាត់ព្រលឹងឥឡូវសូម្បីតែមានរឿងអីប្រទេសប្រជាពលរដ្ឋបិទសាតអស់លោកមែនហើយព្រោះរឿងត្រូវប៉ុន្តែម្នាក់ភ័យខ្លួនទៀតតែខ្ញុំសាតគេហ្នឹងអាចនឹងជាការសាតតិចផងខ្លួនទៅគេបោកយើងទៅដឹងហ៎បើគេបោកយើងងាប់ហើយតែសាតគេថាយើងហ្នឹងចាប់បដ ாய் អីអញ្ចឹងទៅយើងធ្វើឲ្យរះភ័យដោយសាររឿងយើងគ្រប់បែបយ៉ាងអញ្ចឹងដោយសារយើងអត់អាចធ្វើត្រូវទេយើងធ្វើតាប្រជាពិធហ្នឹងមកយោដល់ពេលធ្វើត្រូវខ្លះដូចជាប្រជាពលរដ្ឋភ័យរៀងភ្ញាក់ផ្អើលដែរណាដូចថាចង់និយាយថាយើងភូតយើងប្រជាពិធច្រើនពេកដល់ពេលយើងធ្វើរៀងត្រូវប្រជាពលរដ្ឋចាប់ផ្ដើមភ័យគាត់ធ្វើអញ្ចឹងពិតឬក៏មិនពិតនៅឆ្ងល់ខ្លួនឯងអញ្ចឹងទៀតវាអកុសលបងប្អូនតែសង្ឃឹមថាបងប្អូននឹងធ្វើរឿងនឹងត្រូវចោះ